ឈាមបាទឈាមសំខាន់ណាស់នៅក្នុងសារពាង្គកាយរបស់មនុស្សយើងលើសឈាមក៏មិនបានខ្វះឈាមក៏មិនបានដូច្នេះហើយពុកម៉ែបងប្អូនយើងបាទសូមចូលស្ដាប់និងជួយ share ទាំងអស់គ្នាថាតើបាទអាហារណាដែលអាចជួយឲ្យយើងមានឈាមគ្រប់គ្រាន់សម្រាប់ទ្រទ្រង់សារពាង្គកាយរបស់យើងបាទលើសឈាមក៏អត់បានខ្វះឈាមក៏អត់បានកត្តារបបអាហារជារឿងសំខាន់ណាស់ពុកម៉ែបងប្អូនទាំងអស់គ្នាជាពិសេសរឿងសុខភាពក៏ជារឿងសំខាន់ដែររាល់ថ្ងៃនេះមនុស្សម្នាក់ធ្វើការបានក៏ដោយសារមានសុខភាពល្អបើសិនជាយើងមានលុយហើយប៉ុន្តែសុខភាពមិនល្អក៏យើងមិនអាចបាទទៅទិញអ្នកកំដរឈឺបានដែរដូច្នេះសុខភាពជារឿងសំខាន់ណាស់ពុកម៉ែបងប្អូនទាំងអស់គ្នាកុំអូសរំលងវីដេអូនេះជួយ share ទាំងអស់គ្នាហើយចូលស្ដាប់ថាតើរបបអាហារណាខ្លះដែលជំនួយក្នុងការឲ្យមានឈាមល្អក្នុងរាងកាយរបស់យើងបាទខ្ញុំបាទសូមលំអរជូនបាទដូចតទៅនេះឈាមមានប្រយោជន៍ខ្លាំងណាស់ចំពោះរាងកាយដោយមានខួរឆ្អឹងជាអ្នកផលិតឈាមដើម្បីឲ្យឈាមជួយនាំយកអុកស៊ីហ្សែនទៅប្រើក្នុងការដុតបំផ្លាញថាមពលនិងជួយនាំយកសារជាតិអាហារទៅទ្រទ្រង់កោសិកាផ្សេងៗក្នុងរាងកាយឈាមអាចដំណើរការខុសប្រក្រតីនិងពុំសូវមានប្រសិទ្ធភាពប្រសិនបើអ្នកខ្វះសារធាតុអាហារដែលចាំបាច់ក្នុងការផលិតឈាមឬការរោគប្រភេទខ្លះកាតានីធ្វើឲ្យឈាមត្រូវផលិតច្រើនជ្រុលឬតិចពេកដូច្នេះដើម្បីការពារបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងឈាមគួរទទួលទានអាហារដែលមានប្រយោជន៍ក្នុងការផលិតឈាមដើម្បីកាត់បន្ថយការខ្វះឈាមអាហារដែលមានប្រយោជន៍សម្រាប់ឈាមមានដូចជាទី1អាស៊ីតខ្លាញ់ដែលបានមកពីប្រេងត្រីដូចជាត្រីសាឌីនត្រីធូណាត្រីសាម៉ុងសុទ្ធតែសម្បូរទៅដោយអូមេហ្គាដែលអាស៊ីតប្រភេទនេះជួយឲ្យឈាមរត់បានល្អនិងជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុលក្នុងឈាមទៀតផងទី2វីតាមីន B12 ជួយក្នុងការផលិតនិងបែងចែកកោសិកាគ្រាប់ឈាមប្រភពដែលសម្បូរវីតាមីននេះរួមមានផលិតផលទឹកដោះគោស៊ុតត្រីនិងសាច់សត្វទី3សារជាតិអាហារដែលមានអាស៊ីតយូលិករួមមានផ្ទីទំពាំងបារាំងសណ្តែកក្រហមអារ៉ូកាដូល្ពៅត្រសក់ខេនតាលូស៊ុតក្រហមជួយឲ្យខួរឆ្អឹងផលិតគ្រាប់ឈាមក្រហមការពារភាវៈខ្វះឈាមទី4ធាតុដែកការពារភាវៈខ្វះឈាមចំពោះស្ត្រីដែលមានរដូវមកច្រើនខុសប្រក្រតីគួរតែទទួលទានថ្នាំសត្វសាច់ជ្រូកសុទ្ធក្រហមសណ្តែកងាវទំពាំងបារាំងស្រូវអូត5ត្រូវជៀសវាងអាហារណាដែលមានសារធាតុផ្សំរបស់សារធាតុ Tannin និង Phytate ទី6ត្រូវកាត់បន្ថយអាហារដែលមានខ្លាញ់ឆ្អែតបានពីសត្វដូចជាប៊ឺ ហ្គ្រូម៉ាខ្លាញ់សត្វសាច់ក្រកសាច់ជ្រូកប្រឡាក់